ក្តីស្រមៃកូនជ្រូកកាពីតូគេបានឃើញបរិសម្នាក់នោះជិះយន្តហោះគេក៏ចង់ជិះយន្តហោះដែរគេបានទៅប្រាប់បរិសម្នាក់នោះថាគេចង់ជិះយន្តហោះនោះខ្លាំងណាស់បរិសម្នាក់នោះបានយកឡាំងកាត់ធ្វើជាស្លាបគាត់បានឈរមើលកាពីតូគាត់ក៏ឃើញកាពីតូជិះបានគាត់ក៏ព្រមឲ្យកាពីតូជិះយន្តហោះមែនទែនកាពីតូពិតជាសប្បាយចិត្តណាស់កាពីតូបានត្រៀមនឹងជិះយន្តហោះទៅជួបជុំគ្រួសាររបស់គេវិញព្រោះគេនៅឆ្ងាយពីគ្រួសារគេគ្រួសាររបស់គេពិតជាខ្ជិលណាស់តែឥឡូវកាពីតូគេឧស្សាហ៍ហើយគេបានចេញទៅរកស៊ីហើយគេក៏មានគ្រួសារផងដែរគេមានកូនចៅគេខំប្រឹងរកស៊ីផងដែរគេក៏បានស្រឡាញ់គ្នាជាមួយនារីម្នាក់សូមជម្រាបលា